ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញប្រភេទសត្វកម្មប្រមាណបងប្អូនហើយប្រភេទសត្វកម្មប្រមាណនេះគឺខ្ញុំបានថតនៅសអ៊ូលបងប្អូនលេងសួនសត្វសអ៊ូលហើយប្រភេទសត្វនេះបងប្អូនមើលគឺវាស៊ីសត្វល្អិតជាអាហារបងប្អូនហើយប្រភេទសត្វនេះគឺពេលដែលវាមានសត្រូវអីដែលវាចង់មកញ៉ាយធ្វើបាបអីបងប្អូនគឺវាមានអាប្រភេទរោមវាបងប្អូនញ៉េគឺរោមបលាមុតសួចវាហ្នឹងអញ្ចឹងពេលដែលមានសត្រូវមកដល់ចិត្តខ្លួនគឺវានឹងបាញ់អាបលាដែលនៅខ្លួនវាហ្នឹងគឺបាញ់ទៅសត្រូវហ្នឹងហើយសត្រូវហ្នឹងពេលដែលត្រូវជាមួយនឹងអាបលាហ្នឹងគឺលក្ខណៈថាបលាមានលក្ខណៈដូចជាជាតិពឹសអីចឹងបងប្អូនពេលវាបាញ់ចូលក្នុងសាច់សត្វណាមួយហើយគឺសត្វហ្នឹងគឺវាចុកចាប់បងប្អូនលក្ខណៈបើចាំមុខមាត់អីគឺហើមបងប្អូនហាមកអត់រួចទេគឺសត្វហ្នឹងមានពឹសអាបលាវាហ្នឹងបងប្អូនហើយបងប្អូនខ្ញុំថតចឹងបងប្អូនថាទូចបងប្អូនមិនទូចទេបងប្អូនមួយយ៉ាងហោចណាស់ក៏7ទៅ8គីឡូបងប្អូនមើលគឺធំណាតែខ្ញុំថតពីចម្ងាយចឹងបងប្អូនមើលឃើញថាវាមើលទៅឃើញដូចថាទូចតែដល់ពេលបងប្អូនទៅមើលជាក់ស្ដែងបងប្អូនអាចទៅមើលបាននៅកន្លែងសអ៊ូលបងប្អូនកន្លែងសួនសត្វគេបងប្អូនទៅមើលទៅគឺធំគាត់តែឃើញគឺចង់ខ្លាចបងប្អូនធំ